សូមស្វាគមន៍មកកាន់វីដេអូមេរៀនថ្មីនេះជាមេរៀនទី4គឺសាមគ្គីភាពចឹងនៅក្នុងមេរៀនទី4នេះបងប្អូននឹងទៅរៀនមេរៀនទី1នៅក្នុងហ្នឹងគឺតកតងនឹងបំណិនចឹងបំណិនដែលយើងរៀននៅក្នុងថ្ងៃនេះគឺតកតងទៅនឹងការបង្ហាញប្រធានបទហើយនឹងចំណងជើងចឹងបងប្អូនចង់ដឹងថាអ្វីទៅជាប្រធានបទហើយនឹងអ្វីទៅជាចំណងជើងអត្ថបទចឹងបងប្អូនមកសិក្សាជាមួយលោកគ្រូទាំងអស់គ្នាណាពេលដែលបងប្អូនចូលរៀនគ្រូច្បាស់ជាសួរបងប្អូនហើយថាតើសាមគ្គីភាពមានន័យដូចម្ដេចចឹងសាមគ្គីភាពបងប្អូនបើកសៀវភៅទៅគឺឃើញហើយនៅខាងលើគេហ្នឹងណាគឺជាអ្វីសាមគ្គីភាពគឺជាការរួបរวมកម្លាំងគ្នាជាធ្លុងមួយឬជាការព្រមព្រៀងគ្នាធ្វើអ្វីមួយជាឯកច្ឆន្ទមានន័យថាស្រុះស្រួលគ្នាក្នុងការធ្វើអ្វីមួយដើម្បីឲ្យសម្រេចបានជោគជ័យដើម្បីឲ្យសម្រេចបានដោយរលូនហើយការសាមគ្គីគ្នាការស្រុះស្រួលគ្នាហ្នឹងគឺមិនប្រកាន់វណ្ណៈមិនប្រកាន់ឋានៈតួនាទីជាតិសាសន៍ពណ៌សម្បុរឬក៏ភេទអ្វីឡើយអាហ្នឹងហើយគឺជាការសាមគ្គីឬក៏សាមគ្គីភាពហើយចំពោះរូបភាពវិញអញ្ចឹងនៅពេលដែលគ្រូសួរអំពីរូបភាពហ្នឹងបងប្អូនអាចមើលតាមរូបហ្នឹងមកដោយរូបនេះលោកគ្រូបានបដូរពីរូបសខ្មៅទៅជារូបពណ៌បែបនេះអញ្ចឹងយើងមើលតាមរូបហ្នឹងមកយើងឃើញសត្វស្រមោចបាទហើយបើយើងមើលនៅក្នុងរូបសខ្មៅអាចជាសត្វកណ្ដៀប៉ុន្តែយើងមើលតាមរូបនេះជាសត្វស្រមោចច្រើនជាងអញ្ចឹងបងប្អូនមើលទៅសត្វស្រមោចទាំងអស់ហ្នឹងមើលវាកំពុងតែជញ្ជូនបាទកំពុងតែជញ្ជូនស្បៀងអញ្ចឹងបងប្អូនមើលការជញ្ជូនរបស់ពួកវាតើវាជញ្ជូនតែម្នាក់ឯងឬក៏យ៉ាងណាពួកស្បៀងដែលវាជញ្ជូនហ្នឹងវាធំអញ្ចឹងរូបភាពហ្នឹងហើយវាបង្ហាញពីសាមគ្គីភាពការស្រុះស្រួលគ្នាក្នុងការធ្វើអ្វីមួយអញ្ចឹងបងប្អូនមើលរូបសត្វស្រមោចហ្នឹងមើលវាជញ្ជូនស្បៀងវាជញ្ជូនគ្រាប់អង្គវាជញ្ជូនគ្រាប់សណ្ដែកវាជញ្ជូនអីក៏ដោយគឺវាតែងតែជួយលើកគ្នាជួយសែងគ្នាហើយហ្នឹងហើយជាសាមគ្គីភាពអញ្ចឹងសូមបងប្អូនមកអានខ្លឹមសារជាមួយលោកគ្រូទាំងអស់គ្នាហើយកន្លែងនេះដោយលោកគ្រូបញ្ជាក់មកអញ្ចឹងសាមគ្គីភាពហ្នឹងអានមកឃើញនៅខាងលើគេនឹងតែម្ដងតោះឥឡូវទៅអានជាមួយលោកគ្រូសាមគ្គីភាពគឺជាការរួបរวมកម្លាំងគ្នាជាធ្លុងមួយឬការព្រមព្រៀងគ្នាដោយឯកច្ឆន្ទក្នុងការធ្វើអ្វីមួយឲ្យសម្រេចបានដោយជោគជ័យដោយមិនប្រកាន់វណ្ណៈឋានៈតួនាទីជាតិសាសន៍ពណ៌សម្បុរឬភេទឡើយហើយសាមគ្គីភាពអាចកើតមានឡើងដោយទឹកចិត្តស្រឡាញ់ជឿជាក់ស្មោះស្ម័គ្រយោគយល់អធ្យាស្រ័យនិងការចេះអនុគ្រោះគ្នាទៅវិញទៅមកសាមគ្គីភាពជាកត្តាសំខាន់នាំទៅរកជ័យជំនះគ្រប់បែបយ៉ាងទឹកដីជាតិសាសន៍ភាសាអក្សរវប្បធម៌ប្រពៃណីទំនៀមទម្លាប់ព្រមទាំងសមិទ្ធិផ្សេងៗក្នុងសង្គមអាចស្ថិតស្ថេរគង់វង្សនិងរីកចម្រើនបានអាស្រ័យដោយមានសាមគ្គីភាពការពង្រឹងកិច្ចសហប្រតិបត្តិការជាដើមចមនៃសន្តិភាពនិងការអភិវឌ្ឍចឹងបងប្អូនមើលអត្ថន័យខ្លឹមសារនេះគឺសាមគ្គីភាពនេះពិតជាសំខាន់ចាំបាច់មែនទែនមិនថាវ័យបងប្អូនប៉ុណ្ណឹងឬក៏បងប្អូនទៅធ្វើការចឹងមិនថាបងប្អូនជាសិស្សមិនថាបងប្អូនទៅធ្វើការឬក៏នៅក្នុងគ្រួសារនៅក្នុងសង្គមមិនថាកន្លែងណាទេគឺសាមគ្គីភាពនេះគឺពិតជាសំខាន់ចាំបាច់មែនទែនបើសិនបើយើងរស់នៅដោយខ្វះសាមគ្គីភាពនេះគឺយើងច្បាស់ជាមានបញ្ហាហើយគ្រួសារយើងបើខ្វះសាមគ្គីភាពគឺគ្រួសារយើងក៏មានបញ្ហាហើយប្រទេសជាតិរបស់យើងបើសិនបើខ្វះសាមគ្គីភាពក៏យើងមានបញ្ហាដែរចឹងលោកគ្រូចង់បញ្ជាក់បងប្អូនថាសាមគ្គីភាពនេះពិតជាសំខាន់ចាំបាច់ណាស់សម្រាប់ការរស់នៅក្នុងសង្គមនៅក្នុងប្រទេសនៅក្នុងគ្រួសារនៅកន្លែងការងារនៅក្នុងកន្លែងរៀនសូត្ររបស់បងប្អូនចឹងគឺសាមគ្គីភាពនេះពិតជាសំខាន់ចាំបាច់ណាស់អញ្ចឹងសូមបងប្អូនស្រុះស្រួលគ្នារួបរวมគ្នាក៏មានការប្រេះឆាបែកបាក់សំបីទៅនៅក្នុងថ្នាក់រៀនជាមួយមិត្តរួមថ្នាក់ហ្នឹងក៏មិនត្រូវឲ្យមានភាពប្រេះឆាបែកបាក់ត្រូវរួបរวมគ្នាហើយក្នុងគ្រួសារក៏អញ្ចឹងដែរហើយក្នុងសង្គមជាតិក៏រឹតតែត្រូវសាមគ្គីភាពគ្នាដែរអញ្ចឹងណាហើយនៅក្នុងមេរៀននេះបងប្អូននឹងទៅសិក្សាអត្ថបទមួយចំនួនដែលតាក់ទងទៅនឹងសាមគ្គីភាពហើយទន្ទឹមនឹងនេះក៏បានសិក្សាផងដែរអំពីប្រធានបទនិងចំណងជើងនៃអត្ថបទហើយកំណត់នាមការឬការរកនាមនិងការចូលរួមពិភាក្សាវែកញែកបញ្ចេញមតិនិងសំណេរអត្ថបទបែបបញ្ចុះបញ្ចូលអញ្ចឹងយើងនឹងមានមេរៀនផ្សេងៗទៀតប៉ុន្តែនៅក្នុងវីដេអូនេះយើងទៅសិក្សាមេរៀនមួយគឺពលគឺបំណិនមួយតាក់ទងទៅនឹងការបង្ហាញប្រធានបទនិងចំណងជើងអត្ថបទអញ្ចឹងបងប្អូនចង់ដឹងថាអ្វីទៅជាប្រធានបទហើយអ្វីទៅជាចំណងជើងយើងទៅទាំងអស់គ្នាតាអញ្ចឹងការបង្ហាញប្រធានបទនិងចំណងជើងអត្ថបទយើងអាចកំណត់ប្រធានបទនិងដាក់ចំណងជើងឲ្យសមស្របឲ្យអត្ថបទមួយអាស្រ័យលើសេចក្តីលម្អិតនិងគំនិតគាំទ្ររបស់អត្ថបទនោះប្រធានបទឬចំណងជើងអត្ថបទអាចជាកន្សោមពាក្យឬឃ្លាប្រធានបទនៃអត្ថបទក៏អាចជាចំណងជើងនៃអត្ថបទបានដែរជួនកាលចំណងជើងអាចប្លែកពីប្រធានបទចូលអានឧទាហរណ៍ខាងក្រោមរួចបង្ហាញថាតើប្រធានបទនៃអត្ថបទនេះនិយាយពីអ្វីតើអត្ថបទនេះមានចំណងជើងដូចម្តេចឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍
មនុស្សដែលគ្រោះថ្នាក់បាត់បង់ជីវិតដោយសារការជក់បារីមានចំនួន62លាននាក់នៅក្នុងប្រទេសអភិវឌ្ឍន៍បណ្ដាអ្នកស្លាប់ទាំងនោះមានបុរស52លាននាក់និងស្ត្រីមាន10លាននាក់តាមតួលេខថ្មីៗរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថាថ្នាំជក់បានសម្លាប់មនុស្ស100លាននាក់ក្នុងសតវត្សទី20នេះនាពេលបច្ចុប្បន្នថ្នាំជក់សម្លាប់មនុស្ស 5.4 លាននាក់ក្នុងមួយឆ្នាំដោយជំងឺមហារីកបំពង់កសួតជំងឺបេះដូងនិងជំងឺផ្សេងៗទៀតអង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថានៅឆ្នាំ2030ថ្នាំជក់នឹងសម្លាប់មនុស្ស8លាននាក់ក្នុងមួយឆ្នាំហើយ 80% នៃអ្នកស្លាប់គឺស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដកស្រង់និងកែសម្រួលពីគម្រោងឯកសារថ្នាំជក់ឬសុខភាពរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាអញ្ចឹងបន្ទាប់ពីបងប្អូនអានប៉ុណ្ណឹងហើយស្ដាប់ប៉ុណ្ណឹងហើយថាតើអ្វីទៅជាចំណងជើងនៃអត្ថបទនេះហើយអ្វីទៅជាប្រធានបទនៃអត្ថបទនេះអញ្ចឹងយើងទៅមើលចម្លើយទាំងអស់គ្នាអញ្ចឹងប្រធានបទនៃកថាខណ្ឌខាងលើនេះគឺគ្រោះថ្នាក់នៃការជក់បារីហើយចំណងជើងនៃអត្ថបទអាចថាការស្លាប់មកពីបារីអញ្ចឹងបងប្អូនអាចមើលពីរនេះមួយជាចំណងជើងហើយមួយទៀតជាប្រធានបទមួយជាចំណងជើងអត្ថបទមួយទៀតជាប្រធានបទបងប្អូនមើលថាតើពីរហ្នឹងឃ្លាពីរហ្នឹងមួយណាខ្លឹមសារវាទូលំទូលាយជាងអញ្ចឹងនេះតាមរយៈឧទាហរណ៍ខាងលើប្រធានបទមានលក្ខណៈទូលំទូលាយជាងចំណងជើងឃើញទេអញ្ចឹងបងប្អូនអាចមើលនេះគ្រោះថ្នាក់នៃការជក់បារីវាក្តោបច្រើនណាស់មិនថាការស្លាប់មិនថាកើតជំងឺផ្សេងៗមិនថាមានបញ្ហាសុខភាពអីផ្សេងៗគឺវាចូលខាងលើនេះទាំងអស់ប៉ុន្តែបើខាងក្រោមនេះវិញនិយាយទៅពីការស្លាប់ទេអត់និយាយពីអីផ្សេងទេឃើញទេអញ្ចឹងអាហ្នឹងគឺខុសគ្នាអញ្ចឹងកាលណាបើនិយាយពីប្រធានបទវាទូលំទូលាយវាធំហើយកាលណាបើនិយាយពីចំណងជើងអត្ថបទគឺវាតូចជាងប្រធានបទអញ្ចឹងយើងមកមើលសេចក្តីសន្និដ្ឋានរួមខាងក្រោមប្រធានបទគឺជាពាក្យកំសោមពាក្យឬឃ្លាដែលមានន័យទូលំទូលាយក្តោបលើខ្លឹមសារអត្ថបទទាំងមូលឃើញទេអញ្ចឹងប្រធានបទគឺវាក្តោបទាំងអស់ន័យថាវាទូលំទូលាយវាធំប៉ុន្តែចំណងជើងវិញចំណងជើងអត្ថបទគឺជាពាក្យកន្សោមពាក្យឬឃ្លាដូចគ្នាកន្លែងហ្នឹងដែលមានន័យចង្អៀតច្បាស់លាស់ហើយក្តោបតែលើផ្នែកណាមួយនៃអត្ថបទទាំងមូលប្រធានបទអាចប្រើជាចំណងជើងអត្ថបទបានអញ្ចឹងបងប្អូនមើលកន្លែងនេះគឺវាជាពាក្យជាឃ្លាឬកន្សោមពាក្យដូចតែគ្នាទេគ្រាន់តែថាបើប្រធានបទវាមានន័យទូលំទូលាយវាក្តោបលើខ្លឹមសារទាំងមូលប៉ុន្តែបើចំណងជើងវិញវាចង្អៀតនៅវាតូចជាងប៉ុន្តែវាច្បាស់លាស់ហើយក្តោបទៅលើតែផ្នែកណាមួយឯងឥឡូវបងប្អូនមកមើលឧទាហរណ៍របស់យើងខាងលើមិញនេះបើន័យថាប្រធានបទវាក្តោបលើខ្លឹមសារទាំងមូលទាំងអស់ហ្នឹងអញ្ចឹងគេនិយាយពីគ្រោះថ្នាក់នៃការជក់បារីអញ្ចឹងគ្រោះថ្នាក់នៃការជក់បារីវាអាចស្លាប់ឃើញទេវាអាចបង្កជាជំងឺផ្សេងៗអញ្ចឹងវាមានបញ្ហាផ្សេងៗនៅក្នុងហ្នឹងគឺប្រធានបទវាក្តោបទាំងអស់ប៉ុន្តែជួនកាលទៅអាចចំណងជើងនេះចំណងជើងប្រធានបទហ្នឹងវាអាចជាប្រធានបទដែរយើងអាចមើលខាងក្រោមនេះហេតុអីបានគេថាចំណងជើងអាចជាប្រធានបទដែរព្រោះប្រធានបទហ្នឹងគេយកទៅប្រើជាចំណងជើងតែម្ដងឧទាហរណ៍បើគេដាក់កន្លែងនេះថាគេដាក់ចំណងជើងវាថាគ្រោះថ្នាក់នៃការជក់បារីអញ្ចឹងបាទចំណងជើងហ្នឹងវាទៅជាប្រធានបទរបស់យើងហ្នឹងហើយបើន័យថាវាក្តោបសាច់រឿងទាំងមូលហ្នឹងហើយវាក្តោបខ្លឹមសារទាំងមូលហ្នឹងហើយអញ្ចឹងចំណងជើងនិងប្រធានបទគឺខុសគ្នាកន្លែងហ្នឹងបើនិយាយពីចំណងជើងវាអាចក្តោបតែផ្នែកណាមួយនៃប្រធានបទតែប៉ុណ្ណោះហើយផ្នែកផ្សេងៗទៀតបើន័យថាវាអត់សំខាន់វាអត់សូវពាក់ព័ន្ធប៉ុន្តែបើប្រធានបទវិញគឺវាក្តោបយកខ្លឹមសារទាំងមូលយកខ្លឹមសារទាំងមូលតែម្ដងអញ្ចឹងវាធំទូលាយជាងចំណងជើងបាទឥឡូវខ្លឹមសាររបស់យើងមានប៉ុណ្ណឹងឥឡូវបងប្អូនមកធ្វើលំហាត់ជាមួយលោកគ្រូទាំងអស់គ្នាចូលអានអត្ថបទខាងក្រោមហើយកំណត់ប្រធានបទនិងចំណងជើងនៃអត្ថបទនេះឥឡូវយើងទៅមើលលំហាត់ទី1ពេលដឹងការពិតហើយចចកគិតត្រុសមិត្តនិងកុហករាជសីជាមិត្តថាមានរាជសីមួយទៀតចង់លបងរិទ្ធកាលណារាជសីស្លាប់នឹងคล้ายជាចំណីរបស់វាគិតរួចវាក៏ដើរចេញពីគុហាសំដៅទៅជួបរាជសីហើយពោលពាក្យប្រាប់ដូចដែលវាបានគិតក្រោយពីឮចចកប្រាប់រាជសីខឹងណាស់ស្រែកខ្លាំងៗនរណាអីក៏ថ្លើមធំម្លេះរួចឲ្យចចកនាំទៅគុហាចចកក៏នាំរាជសីចូលព្រៃឡើងភ្នំរហូតដល់ឡើងអាងថ្មឆ្លោះចចកខ្លែងធ្វើជាខ្លាចថយមកនៅពីក្រោយរាជសីដោយនិយាយខ្សឹបខ្សឹបមិត្តមើលចោះនោះវាគ្មានញញើតមិត្តបន្តិចសោះវាឈរធ្វើកន្តើយបើមិត្តធ្វើដូចម្ដេចវាក៏ធ្វើតបវិញដែររាជសីមិនបានដឹងការពិតក៏ស្ទុះចូលយល់ស្រមោលខ្លួនឯងស្មានថាជាសត្រូវ
ទើបសម្ដែងរិទ្ធលុតក្រាបញាក់មុខមាត់ហើយស្ទុះទៅទះតបសង្គ្រប់ជល់នឹងថ្មដាបាក់កសូនសង្ខារនាពេលនោះទៅដកស្រង់នឹងកែសម្រួលពីកតិលោកភាគ3អញ្ចឹងចំពោះអត្ថបទដកស្រង់ប៉ុណ្ណឹងបើសិនបើយើងគិតពីប្រធានបទវិញបើយើងគិតពីប្រធានបទនៃអត្ថបទហ្នឹងគេចង់សំដៅទៅលើការសែបគប់មិត្តអាក្រក់អញ្ចឹងពីណាគេគឺមិត្តអាក្រក់គឺជាចោហើយពីណាគេអ្នកសែបគប់មិត្តអាក្រក់ហ្នឹងគឺរាជសីអញ្ចឹងអាទាំងអស់ហ្នឹងវាជាផលវាជាលទ្ធផលដែលបានមកពីការសែបគប់មិត្តអាក្រក់នឹងឯងហើយបើនិយាយពីចំណងជើងគឺយើងអាចដាក់ថាចចកនឹងរាជសីឬក៏សត្វចចកនឹងរាជសីឃើញទេហើយយើងទៅមើលលំហាត់ទី2លំហាត់ទី2បណ្ឌិតចាស់ទុំនិងវប្បធម៌វិទូខ្មែរសឹងគ្រប់សម័យកាលកន្លងមកបានទូន្មានថាបញ្ហាវប្បធម៌គឺជាបញ្ហារបស់ខ្មែរគ្រប់រូបដែលខ្មែរមិនគ្រាន់តែត្រូវខិតខំស្វែងយល់រៀនសូត្រពីសារៈនិងកំណើតរបស់វាប៉ុណ្ណោះទេគឺត្រូវខិតខំរក្សាការពារមរតកវប្បធម៌ជាតិឲ្យបានគង់វង្សដើម្បីបុព្វហេតុសន្តិភាពនិងប្រលឹងរបស់ជាតិខ្លួនតាមនិយមន័យទូទៅវប្បធម៌គឺជាសមិទ្ធផលនៃជ័យជំនះដោយបញ្ញាពលកម្មហត្ថកម្មរបស់មនុស្សលើធម្មជាតិលើអវិជ្ជាលើភាពអន្តការគោលដៅជាមូលដ្ឋានរបស់វប្បធម៌គឺមនុស្សកាលណាស្នាដៃវប្បធម៌កាន់តែខ្ពង់ខ្ពស់គោលដៅរបស់មនុស្សកាន់តែជ្រាលជ្រៅនិងសុក្រិតវប្បធម៌មានតួនាទីចង្អុលទិសបណ្ដុះបណ្ដាលអប់រំចំណេះដឹងនិងបញ្ញាស្មារតីដើម្បីស្វែងរកសេចក្តីចម្រើនខាងផ្លូវចិត្តគំនិតនិងឧត្តមគតិប្រសើរខ្ពង់ខ្ពស់របស់មនុស្សវប្បធម៌ជួយកែច្នៃមនុស្សឲ្យមានកិរិយាមារយាទល្អប្រសើរមានរបៀបរស់នៅថ្លៃថ្នូរមានច្បាប់ទម្លាប់ត្រឹមត្រូវមានកម្រិតជីវភាពរុងរឿងមានទស្សនវិស័យជឿនលឿនមានរបៀបគ្រប់គ្រងត្រឹមត្រូវមានសច្ចៈយុត្តិធម៌និងមានសេចក្តីសុខសន្តិភាពប្រជាជនខ្មែរធ្លាប់ជាជនជាតិមួយមានអរិយធម៌រុងរឿងថ្កុំថ្កើងព្រមទាំងមានកិត្តិនាមល្បីល្បាញទូទាំងសកលលោកទាំងមូលព្រោះតែតម្លៃសិល្បៈវប្បធម៌ជាតិខ្លួនជាការពិតណាស់កាលណាគេទស្សនាសិល្បៈបុរាណខ្មែរដូចជារបាំក្បាច់បុរាណវិមានប្រាសាទអង្គរស្ថាបត្យកម្មគំនូរចម្លាក់ល្ខោនតន្ត្រីគេត្រូវគិតពិចារណាទើបយល់ខ្លឹមសារពិតរបស់វាដកស្រង់នឹងកែសម្រួលពីទស្សនាវដ្តីគ្រូស្ដីពីសិទ្ធិមនុស្សប្រជាធិបតេយ្យនិងអហិង្សាអញ្ចឹងបងប្អូនមើលលំហាត់ទី2មើលអត្ថបទទី2ហើយបងប្អូនដាក់ចំណងជើងហើយនឹងប្រធានបទថាតើអត្ថបទហ្នឹងប្រធានបទវាជាអីហើយចំណងជើងនៃអត្ថបទហ្នឹងគឺអ្វីអញ្ចឹងនៅក្នុងអត្ថបទទី2នេះគឺគេនិយាយអំពីវប្បធម៌ប៉ុន្តែបើយើងគិតពីប្រធានបទគឺគេនិយាយអំពីតម្លៃវប្បធម៌រិស័ទតម្លៃវប្បធម៌វាធំទូលាយហើយបើយើងនិយាយពីចំណងជើងនៃលំហាត់ទី2ហ្នឹងគឺគេនិយាយអំពីតួនាទីវប្បធម៌ឧទាហរណ៍ដូចជាវប្បធម៌មានតួនាទីអីខ្លះនេះគឺចង់និយាយពីតួនាទីរបស់វប្បធម៌អញ្ចឹងបើបងប្អូនមើលពីតួនាទីរបស់វប្បធម៌វិញគឺវាក្តោបតែផ្នែកខ្លះនៃអត្ថបទហ្នឹងតែប៉ុណ្ណោះនេះវាក្តោបតែផ្នែកខ្លះទេប៉ុន្តែបើតម្លៃនៃវប្បធម៌វិញគឺវាក្តោបអត្ថបទហ្នឹងទាំងមូលវាក្តោបខ្លឹមសារអត្ថបទហ្នឹងទាំងមូលអញ្ចឹងយើងបកទៅសេចក្តីសន្និដ្ឋានរបស់យើងម្ដងទៀតថាប្រធានបទវាជាពាក្យជា clear ឬល្បះដែលមានន័យទូលំទូលាយហើយក្តោបលើខ្លឹមសារអត្ថបទទាំងមូលបានន័យថាប្រធានបទគឺខ្លឹមសារនៃអត្ថបទទាំងអស់តាំងពីលើដល់ក្រោមគឺវាក្តោបបានទាំងអស់ប៉ុន្តែចំពោះចំណងជើងវិញវាជាផ្នែកសំខាន់ណាមួយនៃអត្ថបទហ្នឹងមានន័យថាផ្នែកផ្សេងៗទៀតដែលគេមិនចង់និយាយដល់គឺគេដាក់ចំណងជើងយកតែផ្នែកណាមួយនៃអត្ថបទហ្នឹងតែប៉ុណ្ណោះបាទអញ្ចឹងនេះគឺជាបំណិនមួយជាមេរៀនមួយនៅក្នុងជាមេរៀនតូចមួយនៅក្នុងមេរៀនទី4គឺសាមគ្គីភាពដែលតកតងទៅនឹងប្រធានបទហើយនឹងចំណងជើងអត្ថបទអញ្ចឹងសង្ឃឹមថាបងប្អូនអាចចាប់បានពីភាពខុសគ្នារវាងប្រធានបទហើយនឹងចំណងជើងអត្ថបទហើយបើបងប្អូននៅតែមានបញ្ហាអត់យល់កន្លែងណាបងប្អូនអាច comment សួរលោកគ្រូនៅខាងក្រោមនឹងបានអញ្ចឹងវីដេអូលោកគ្រូមានតែប៉ុណ្្នឹងទេបាទសូមអរគុណ